បាទជ្រាបសួរពុកម៉ែបងប្អូនដែលនៅក្នុងប្រទេសជប៉ុនអស់គ្នាផងដែរបាទជាពិសេសបងប្អូនសខាកម្មពលករគ្នាយើងដែលធ្វើការនៅជប៉ុនណាបាទអញ្ចឹងនៅក្នុងប្រទេសជប៉ុនភាគច្រើនគឺមានអាម៉ាស៊ីនមួយនេះបាទអញ្ចឹងអាម៉ាស៊ីនហ្នឹងមិនមែនចេះតែទាញលេងផ្ដេសផ្ដាស់បានទេបាទអញ្ចឹងមានបងប្អូនខ្មែរយើងគាត់មកថ្មីថ្មោងហើយគាត់អត់ស្គាល់បាទគាត់ចេះតែឆ្ងល់ហើយមានខ្សែទាញស្មានតែបើកកង្ហាល់បើកភ្លើងឬក៏បើកអីផ្សេងអញ្ចឹងគាត់ក៏ទាញលេងអញ្ចឹងបាទហ្នឹងគឺម៉ាស៊ីនដើម្បីចាប់ផ្សែងចាប់អីពេលមានអគ្គិភ័យឬក៏មានបញ្ហាគ្រោះអាសន្នអីហ្នឹងគេទាញហ្នឹងដើម្បីឲ្យវាលោតកដឹងអញ្ចឹងបាទដល់ពេលគាត់ទាញហ្នឹងហើយផ្ទះជាប់ហ្នឹងគឺមានយាយតាជប៉ុនគាត់នៅចិត្តហ្នឹងគាត់លឺហ្នឹងក៏គាត់ទៅចុចកដឹងផ្ទះគាត់ថែមទៀតអញ្ចឹងបាទហើយក៏បានតាក់ទងហៅឡានទឹកឡានប៉ូលីសមកបាទដល់ពេលជាក់ស្ដែងមិនមានអគ្គិភ័យមានអីណាបាទដល់ពេលគាត់ទៅចុចលេងអញ្ចឹងនៅពេលអញ្ចឹងមិនកើតបាទនឹងវារំខានហើយកុំឆ្ងល់អីផ្ដេសផ្ដាស់អញ្ចឹងពេកបាទហើយសំខាន់ពេលមានអគ្គិភ័យមានអីហ្នឹងគឺដូចអាមានកំពុងមានអីគេដាក់តាមអគារតាមអីដូចខ្ញុំបង្ហាញអញ្ចឹងបាទអញ្ចឹងយើងឲ្យស្គាល់អាកន្លែងហ្នឹងស្គាល់អំពងអគ្គិភ័យផងបាទហើយអារបស់លើមុនហ្នឹងកុំចេះទាញលេងផ្ដេសផ្ដាស់អញ្ចឹងបាទគ្នាយើងបាទអញ្ចឹងចែករំលែកគ្នាយើងផងអរគុណច្រើនបាទ